នេនតូសីហានិងព្រះអង្គគ្រូចៅអធិការវត្តបង្ហាញអារម្មណ៍រំភើបក្រោយព្រះវិហារកាន់តែជិតរួចរាល់នេនតូសីហានិងព្រះអង្គគ្រូចៅអធិការវត្តព្រៃថ្មីបានបង្ហាញពីទស្សនវិជ្ជាខាងក្នុងនិងខាងក្រៅនៃព្រះវិហារនៃវត្តព្រៃថ្មីពិតជាស្រស់ស្អាតគួរជាទីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទកាលពីថ្ងៃសុក្រ13កើតខែបឋមសាទឆ្នាំមមីហត្ថស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី27ខែមិថុនាឆ្នាំ2026កន្លងទៅនេះព្រះរាជកូនឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តព្រៃថ្មីរួមជាមួយនឹងកូននេនតូសីហាបានបង្ហាញពីទស្សនវិជ្ជានៃព្រះវិហារដ៏ស្រស់ស្អាតយោងតាមគណនី Facebook របស់ព្រះអង្គគ្រូចៅអធិការវត្តបានចែករំលែករូបភាពជាច្រើនសន្លឹកពីទស្សនវិជ្ជានៃព្រះវិហារអមជាមួយនឹងសោនិកាយ៉ាងដូចនេះថារយៈពេលជាង3ឆ្នាំជាមួយលោកកូនសីហានិងលោកគ្រូអ៊ួនសារ៉ាត់និងញាតិញោមទីជិតទីឆ្ងាយបានកសាងព្រះវិហារមួយជិតហើយញាតិញោមជួយបន្តទៀតឆាប់បានហើយជាមួយនឹងសង្ឃដីកានេះព្រះរាជកូនឡុងសុភ័ក្រក៏បានបង្ហាញពីទស្សនវិជ្ជាផ្នែកខាងក្រៅនៃព្រះវិហារដែលបងប្អូនមហាជនប្រជាពុទ្ធបរិស័ទបានទស្សនាហើយពិតជាសម្ដែងនូវអារម្មណ៍រីករាយនិងរំភើបក្រៃលែងតែព្រះវិហារបានបង្ហាញពីទស្សនវិជ្ជាដ៏ស្រស់ស្អាតនិងស្ថានភាពគឺជារួចរាល់ហើយក្នុងរយៈពេល3ឆ្នាំកន្លងមកនេះព្រះវិហារបំណងរបស់នេនតូសីហាបានបន្តកសាងយ៉ាងរលូនដោយមានការចូលរួមពីសំណាក់ញាតិញោមពុទ្ធបរិស័ទក្នុងន័យនេះលោកកូនតូសីហាបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ដែលមានទឹកចិត្តសទ្ធាជ្រះថ្លាចូលរួមកសាងនៅព្រះវិហារមួយនេះដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនាក៏ដូចជាវត្តព្រៃថ្មីទាំងមូលផងដែរនេនតូសីហាបង្ហាញពីប្រតិរំភើបរីករាយហើយក៏បានជូនពរដល់ម្ចាស់ទានទាំងអស់ឲ្យមានសេចក្តីសុខសេចក្តីចម្រើនមានទ្រព្យច្រើននិងមានញាតិច្រើនរកទទួលទានមានបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងគ្រានោះដែរព្រះរាជកូនឡុងសុភ័ក្រព្រះគ្រូចៅអធិការវត្តព្រៃថ្មីក៏បានបង្ហាញពីឈ្មោះសប្បុរសជនដែលបានជាវក៏ដូចជាបានចូលរួមនៅក្នុងការកសាងព្រះវិហារដែលជាទឹកចិត្តទឹកសទ្ធាដ៏ជ្រះថ្លាបំផុតរបស់ញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដែលមានការគោរពស្រឡាញ់ចំពោះព្រះអង្គសីហាបានចូលរួមនៅក្នុងការកសាងនៅព្រះវិហារមួយនេះក្រោយពីបានឃើញសំណេរនិងរូបភាពដ៏ស្រស់ស្អាតមួយនេះរួចហើយបងប្អូនមហាជនប្រជាពុទ្ធបរិស័ទបានសម្ដែងនូវក្តីរំភើបត្រេកអរចំពោះបុណ្យកុសលមួយនេះហើយបងប្អូនមួយចំនួនទៀតក៏បានបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងដូចនេះថាព្រះវិហារពិតជាស្រស់ស្អាតណាស់ព្រះរាជគុណសូមឲ្យព្រះវិហារនេះបានឆាប់រួចរាល់នាពេលខាងមុខនេះ